គ្រាមស៊ីវិលមីយ៉ាន់ម៉ាកំពុងរៀបដល់មាត់ទ្វារផ្ទះពលរដ្ឋថៃជាថ្មីទៀតហើយលើកនេះទ័ពមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសដោយប្រើយន្តហោះចំបាំងទម្លាក់គ្រាប់បែកវាយកងកម្លាំងការ៉េននៅជាប់ព្រំដែនថៃគ្រាប់បែកនិងគ្រាប់កាំភ្លើងហោះពីលើមេឃផងនិងពីសបរភូមិលើដីផងឆ្លងចូលក្នុងទឹកដីថៃបញ្ចំផ្ទះពលរដ្ឋជាច្រើនក្នុងនៅខេត្តតាកកងទ័ពថៃនៅតែអត់ធ្មត់ប្រាប់អាជ្ញាធរឲ្យប្រញាប់សង្គ្រោះប្រជាជនរបស់ខ្លួនសារព័ត៌មានថៃម៉ាធីឆននិងខៅសូតនិយាយការនៅថ្ងៃទី17ខែសីហាឆ្នាំ2026ដូចគ្នាថាការប្រយុទ្ធយ៉ាងក្តៅគគុកកំពុងកើតឡើងនៅតំបន់មីនលេតផាននិងផាលូណុយក្នុងក្រុងមីយ៉ាវ៉ាឌីរដ្ឋការ៉េនទល់មុខស្រុកម៉ែសូននិងផុសប្រាខេត្តតាករបស់ថៃទ័ពមីយ៉ាន់ម៉ាកំពុងព្យាយាមវាយដណ្ដើមទីតាំងយុទ្ធសាស្ត្ររបស់កងទ័ពរំដោះជាតិការ៉េនដោយប្រើទាំងអាវុធធុនធ្ងន់និងធុនស្រាលអ្វីដែលធ្វើឲ្យស្ថានភាពកាន់តែក្តៅគឺទ័ពមីយ៉ាន់ម៉ាបានបញ្ជូនយន្តហោះចំបាំងទៅទម្លាក់គ្រាប់បែកលើទីតាំងរបស់ការ៉េនជាប់នឹងព្រំដែនថៃហើយប្រើយន្តហោះយោធាដឹកស្បៀងទៅឲ្យកងទ័ពជួរមុខផងដែរខណៈដែលការដឹកស្បៀងតាមផ្លូវគោកប្រឈមទៅនឹងហានិភ័យត្រូវកងកម្លាំងការ៉េនស្ទាក់វាយប្រហារការប្រយុទ្ធបានវាលឆ្លងទៅដល់ថៃទប់មិនជាប់ម៉ាធីឆនបញ្ជាក់ថាបើទោះបីជាមិនទាន់មានអ្នករងរបួសក្នុងហេតុការណ៍ចុងក្រោយនេះក៏ដោយតំបន់នេះកំពុងតែរងហានិភ័យខ្លាំងឡើងដោយបានក្លាយទៅជាសមរភូមិរងទុក្ខពីសង្គ្រាមមីយ៉ាន់ម៉ាម្ដងហើយម្ដងទៀតបើរាប់តែហេតុការណ៍ដែលមានប្រភពព័ត៌មានអាចផ្ទៀងផ្ទាត់បានច្បាស់លាស់យ៉ាងហោចណាស់5លើកនៅក្នុងឆ្នាំ2026នេះគ្រាប់កាំភ្លើងនិងគ្រាប់បែកពីការប្រយុទ្ធនៅមីយ៉ាន់ម៉ាបានឆ្លងចូលក្នុងទឹកដីថៃបណ្ដាលឲ្យពលរដ្ឋថៃស្លាប់របួសនិងខូចខាតផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធទោះជាយ៉ាងណាទ័ពថៃបានត្រឹមប្រកាសប្រុងជើងការដោយមិនហ៊ានវាយតបនោះទេព្រោះខ្លាចធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ាខ្ញុំរស់សុធាពី News Today NTTV